80 20 ហ្នឹងអីគេអញ្ចឹងទាំងអស់គ្នាដែលលើអត់20 80ហ្នឹងគឺសំដៅទៅលើច្បាប់របស់20 80ហ្នឹងណាអញ្ចឹងក្នុងហ្នឹងវាមាន8ចំណុចតាក់ទងជាមួយនឹង20 80ដែលគេសរសេរចេញមកឲ្យយើងមើលប៉ុន្តែគ្រាន់ថាខ្ញុំសូមធ្វើជា part 1 សិនខ្ញុំដាក់តែមួយវីដេអូសិននេះគឺចូលទៅ4ចំណុចមកនិយាយទេអញ្ចឹងច្បាប់20 80ហ្នឹង4ចំណុចហ្នឹងនិយាយអីគេខ្លះទី1តាក់ទងទៅលើ talking នឹងដឹងហើយឬការនិយាយស្ដីអញ្ចឹងតាក់ទងជាមួយការនិយាយស្ដីគឺគេចង់ឲ្យយើងស្ដាប់ឲ្យបាន 80% ហើយយើងនិយាយចេញតែ 20% បានហើយអញ្ចឹងនៅពេលដែលយើងស្ដាប់ច្រើនមានន័យថាយើងទទួលបានច្រើនជាងយើងអ្វីនិយាយពេលខ្លះវាអាចអត់ប្រយោជន៍វាអាចខុសអញ្ចឹងតាក់ទងជាមួយចំណុចទី2គឺ achieving គឺការសម្រេចបានអញ្ចឹងដើម្បីសម្រេចបាន20 80ហ្នឹងគឺទី1ការធ្វើគឺ 80% ហើយ dreaming តាក់ទងvớiការក្តីសម័យឬក្តីសង្ឃឹមសុបិនគឺ 20% អញ្ចឹងមានន័យថាយើងមានសុបិន 20% ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាព 80% បានសម្រេចបាន achieving អញ្ចឹងដល់ចំណុចទី3គឺតាក់ទងមួយ learning គឺតាក់ទងមួយការរៀនត្រូវទេអញ្ចឹងក្នុងនឹងដែរគេឲ្យយើងយល់ឲ្យបាន 80% ហើយយើងអាន 20% អញ្ចឹងមានន័យថានៅពេលដែលយើងអានហើយប៉ុន្តែបើយើងអានហើយអត់យល់ទេអញ្ចឹងស្មើនឹងថាយើងទទួលបានតិចអញ្ចឹងដើម្បីទទួលបានការរៀនហ្នឹងបានជោគជ័យគឺយើងទាមទារការយល់ដឹងឲ្យបានច្រើនជាងការដែលយើងអានវាទៀតអញ្ចឹងតើតើចំណុចទី4គឺ happiness គឺសុភមង្គលអញ្ចឹងសុភមង្គលគឺតាក់ទងជាមួយគោលបំណងគឺត្រូវតែមាន 80% ហើយតាក់ទងជាមួយនឹងការកំសាន្តសប្បាយហ្នឹងគឺ 20% អញ្ចឹងដើម្បីទទួលបានសុភមង្គលគឺត្រូវតែមានគោលបំណងមានថាយើងមានគោលដៅអីច្បាស់លាស់ហ្នឹងដល់ 80% ហើយការកំសាន្តក៏មានដូចគ្នាដែរការសប្បាយអីហ្នឹងណាមាន 20% ក្នុងហ្នឹងដែរអញ្ចឹងនៅមានចំណុចផ្សេងទៀតប៉ុន្តែខ្ញុំសូមធ្វើតែ4ចំណុចហ្នឹងសិនខ្ញុំចាំតភាគ2ព្រោះខ្ញុំខ្លាចវីដេអូវែងពេកអាចមានអ្នកអត់ចូលចិត្តមើលអញ្ចឹងណាអរគុណច្រើន